ទាំងពីរម៉ូតនេះគឺជា model Himalayan ទាំងពីរមួយនេះគឺជា model Himalayan Touring ប៉ុន្តែមួយនេះគឺជា model Himalayan Rally អញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើ version Rally មួយនេះគេបាន update អ្វីខ្លះហើយតើវាមួយនេះប្រើប្រាស់សម្រាប់ខ្លះ ចឹងថ្ងៃនេះយើងនឹងមិននិយាយអំពី spec របស់ម៉ាស៊ីននោះទេដោយសារតែ spec របស់ម៉ាស៊ីន Rally មួយនេះគឺវាដូចជាមួយនឹង Touring ដូចគ្នាដែរអ្វីដែលគេថែមនៅលើ Rally មួយនេះគឺទី1យើងឃើញច្បាស់នឹងផ្នែកតែម្ដងគឺតើតជាមួយនឹងស្នាប់ដៃ version Touring អត់មានទេប៉ុន្តែ version Rally គឺគេថែមស្នាប់ដៃនេះឲ្យតែម្ដងចំណុចដែលកែប្រែមួយទៀតគឺកែបនេះគឺមានតែមួយអញ្ចឹងទេអត់មានពីរកណាត់ដូចកែប Touring ទេហើយមួយទៀតកែបនេះអត់ទន់ដូចកែប Touring ទេដោយសារតែវាជាកែប Rally អញ្ចឹងរៀងហឹងបន្តិចហើយបើសិនបើយើងមើលចំហៀងកៅអៅរបស់ Rally នេះក៏ខុសគ្នាអំពីTouring ផងដែរដោយសារកៅអៅ Touring ឡើយនេះអត់មានទេអាមួយនេះចាប់ធុងក៏បានដែរប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាចង់ Touring ប្រភេទមួយនេះមិនមែនជាជម្រើសល្អសម្រាប់អ្នកទាំងអស់គ្នានោះទេហើយសម្រាប់កង់វិញគឺគេប្រើកង់ប្រភេទ tubeless ឬក៏កង់អត់មានពោះវៀនមែនតើ Touring ក៏វាមានពីរប្រភេទផងដែរមួយមានពោះវៀនមួយអត់ពោះវៀនប៉ុន្តែសម្រាប់ Rally មួយនេះគឺគេប្រើអត់ពោះវៀនសុទ្ធតែម្ដង Himalayan Rally មួយនេះគឺវាចេញតាំងពីឆ្នាំមុនឯណោះប៉ុន្តែវាចេញនៅខាងស្រុកគេសម្រាប់តេស្តdrive ទៅលើថាតើ performance របស់ម៉ាស៊ីនវាយ៉ាងម៉េចហើយទីបំផុតនៅក្នុងឆ្នាំនេះ Rojak Cambodia បានយកវាមកលក់នៅក្នុងស្រុកខ្មែរតែម្ដងអញ្ចឹងសម្រាប់ version Rally មួយនេះគឺវាប្រើខុសប្លែកពី Touring ដូចទាំងអស់គ្នាបានដឹងហើយម៉ូតូប្រភេទ Touring គឺជាម៉ូតូដែលប្រភេទជិះផ្លូវឆ្ងាយហើយវា comfort សម្រាប់ការអង្គុយរបស់យើងប៉ុន្តែសម្រាប់ Rally មួយនេះវិញគឺ version ដែលគេសម្រាប់ផ្លូវដែលគេថា aggressive ផ្លូវពិបាកហើយជាមួយនឹងផ្លូវដែលយើងគិតថាលេងមកទំហឹងតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ប្រើប្រាស់ប្រភេទម៉ូតូ Himalayan មួយនេះលុះត្រាតែបងប្អូនច្បាស់ថាតើបងប្អូនប្រើប្រាស់ប្រភេទជាអ្វីប្រសិនបើប្រើប្រាស់ជាប្រចាំថ្ងៃ version មួយនេះក៏អត់ត្រូវជាមួយនឹងបងប្អូននោះទេប៉ុន្តែបើសិនបើបងប្អូនទុកប្រើប្រាស់ពេលចុះព្រៃលេងអីម្ដងម្កាលអីអានេះគឺអូខេតែម្ដងអញ្ចឹងតើបងប្អូនគិតយ៉ាងណាដែរចំពោះ model មួយនេះ